បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទលីអម្ដងទៀតហើយបាទហ្នឹងហើយថ្ងៃនេះអញ្ចឹងការពីវីដេអូមុនហ្នឹងខ្ញុំបានធ្វើវីដេអូប្រាប់បងប្អូនពីរបៀបនៃការស្នើកាតហ្នឹងហើយតាមរយៈ app AOA Mobile បាទហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនអំពីរបៀបនៃការស្នើកាតហ្នឹងហើយតាមរយៈ app ធនាគារ KB ប្រាសាទបាទ Bank ហ្នឹងហើយអញ្ចឹងដើម្បីយើងទៅស្នើការបានណាស្នើការតាម app ធនាគារ KB ប្រាសាទ Bank បានហ្នឹងហើយវាងាយស្រួលដែរពុកម៉ែបងប្អូនដល់គ្នាហ្នឹងហើយពេលខ្លះយើងរវល់នៅធ្វើការអីចឹងទៅយើងអត់មានពេលទៅស្នើផ្ទាល់នៅសាខាអញ្ចឹងណាហ្នឹងហើយប៉ុន្តែគ្រាន់តែយើងវាបានធូរមកកលៈដែរទីមួយបើសិនតែយើងចង់ទៅសាខាផ្ទាល់ហ្នឹងហើយយើងនឹងឲ្យឡើងទៅស្នើសុំហើយបំពេញនៅ form នៅតម្រង់ដែលគេបំពេញបែបបត់ឲ្យយើងស្នើបានហើយរយៈពេលដូចជាមួយអាទិត្យណាមួយសប្តាហ៍បានយើងហើយទៅបានខាងបុគ្គលិកធនាគារ KB ប្រាសាទ Bank គាត់ទេទៅឲ្យយើងយកអញ្ចឹងណាហ្នឹងហើយហ្នឹងយើងត្រូវឡើងទៅ2ដងហ្នឹងឡើងទៅស្នើផងពេលដែលស្នើហើយពេលដែលកាតធ្វើហើយខាងបុគ្គលិកគាត់ទេឲ្យយើងយកហ្នឹងយើងខាតពេលវេលាយើងអញ្ចឹងណាប៉ុន្តែនេះយើងអត់នេះទេយើងគ្រាន់តែខាតពេលដែលយើងទៅយកតាមមួយផ្លែតទេហ្នឹងហើយទៅគេភ្ជាប់កាតថិចកាតយើងឲ្យជាមួយនឹង account យើងឲ្យអស់ហើយគឺយើងអាចប្រើប្រាស់បានហើយអញ្ចឹងណាហ្នឹងហើយហ្នឹងហើយអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរណាសូមបងប្អូនចូលទៅមើលរបៀបនៃការស្នើកាតKB ប្រាសាទ Bank ជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទតោះហ្នឹងហើយជាដំបូងណាពុកម៉ែបងប្អូនចូលទៅក្នុងណាបងប្អូនចូលទៅក្នុងបាននេះគេដាក់ពាក្យបានណាបងប្អូនហ្នឹងហើយបងប្អូនចូលទៅក្នុងពាក្យបាននេះទៅនេះបាទក៏ពីចាញ់បានអញ្ចឹងហើយបាទហ្នឹងហើយបងប្អូននេះមើលត្រង់ចំណុចខាងក្រោមនេះណានេះគេដាក់ស្នើសុំបានបាទហ្នឹងស្នើសុំបានឥឡូវខ្ញុំអាននៅនេះសិននៅតម្រងរបស់គេកំការមានន័យថាការកំណត់របស់គេដែលយើងអាចដកក្នុងមួយថ្ងៃបានប្រមាណអីចឹងណាឥឡូវនេះរបស់គេឲ្យយើងដកក្នុងមួយថ្ងៃណាបានទៅគេដាក់ withdraw per day មានន័យយើងដកអាចដកសាច់ប្រាក់បានតែក្នុងមួយថ្ងៃគឺបានតែ$3000ទេគឺយើងលើសពីហ្នឹងគឺអត់ដកបានទេប្រហែលបងប្អូនហ្នឹងហើយបាទអញ្ចឹងដើម្បីយើងស្នើបានបងប្អូនគ្រាន់តែចុចលើពាក្យថាស្នើបានហ្នឹងទៅនេះចុចលើស្នើសុំបានបាទហ្នឹងហើយបន្ទាប់ពីបងប្អូនចុចស្នើសុំបាននឹងហើយណាបងប្អូនមើលទៅនេះគេឲ្យហ្នឹងនេះមានន័យថាជ្រើសរើសកម្រិតកាតបាទកាតហ្នឹងគេពីភាសាកាតបាទនេះកន្លែងចំណុចទី1ខាងលើនេះបាទហ្នឹងហើយបន្ទាប់មកទៀតហើយបានគេឲ្យយើងជ្រើសរើសប្រភពកណន័យមានន័យករណីប្រភពណាករណីហ្នឹងហើយអញ្ចឹងបងប្អូនចង់បានកណន័យមកណាបងប្អូនគាត់ select ហ្នឹងទៅឥឡូវខ្ញុំយកកណន័យចម្បងហ្នឹងចុះបាទហ្នឹងហើយបន្ទាប់ពីយើងយកនៅកណន័យចម្បងហើយបងប្អូនមើលខាងក្រោមនេះគេដាក់ព័ត៌មានអំពីជំរឿននៃការដឹកជញ្ជូនមានន័យថាយើងចង់ទៅយកកាតខ្លួនឯងអញ្ចឹងណានេះគេដាក់មកគាត់យើងចុចទៅលើអញ្ចឹងមកបាទនេះគេឲ្យយើងទៅយកនៅសាខានៅចិត្តបំផុតហ្នឹងទៅដល់ពេលហើយយើងចុច select ហ្នឹងទៅនេះខ្ញុំចុច select លើហ្នឹងទៅដល់ពេលស្រាប់ខាងក្រុមខាងយើងធនាគារគាត់ធ្វើឲ្យគាត់តែយកមកប្រាប់ថាធ្វើឲ្យយើងទៅយកអញ្ចឹងណាហ្នឹងហើយដល់ហើយគាត់អត់ទេថាឲ្យយើងទៅយកនៅសាខាផ្ទាល់បាទឥឡូវខ្ញុំដាក់ទៅយកនៅសាខាផ្ទាល់ទៅចិត្តបំផុតបាទឥឡូវខ្ញុំបាន select ហើយឥឡូវយើងយកសាខាទៅសាខាបាទហ្នឹងហើយលោតទីតាំងយើងឥឡូវយើងzoom មកបាទយើងរកមើលទីតាំងដែលយើងចង់ទៅយកកាតអញ្ចឹងណាហ្នឹងហើយបាទឥឡូវខ្ញុំយកមើលនេះខេត្តឲ្យយើងបងប្អូនមើលទៅគេឲ្យយើងជ្រើសរើសបងប្អូននៅខេត្តណានេះគេចំពោះខេត្តបងប្អូនចង់អ្នកនៅណាបន្ទាយមានជ័យបាត់ដំបងអញ្ចឹងបងប្អូនឆ្លាច់ទៅចំពោះបងប្អូនអ្នកនៅបណ្ដាខេត្តទេណាហ្នឹងហើយឥឡូវខ្ញុំនៅភ្នំពេញខ្ញុំគាត់នៅស្លេភ្នំពេញទៅបាទវានឹងលោតទីតាំងឲ្យយើងតែម្ដងបាទនេះចំពោះវ័នបាទឥឡូវខ្ញុំចង់យកនៅចំពោះវ័នបាទនេះខ្ញុំគាត់ចុចទៅលើនេះទៅនេះបាទហ្នឹងបន្ទាប់ពីយើងចុច select ហើយបងប្អូនគ្រាន់តែបញ្ជាក់មកបាទហ្នឹងហើយបងប្អូនគ្រាន់តែចុចបញ្ជាក់មកបាទបញ្ជាក់ហើយបាទបន្ទាប់ហើយវានឹងលោតចេញប្រាប់យើងនេះគេដាក់ KB ភាសាចោមចៅ Bridge បាទឲ្យយើងទៅយកនៅសាខាមាននៅចោមចៅយើងចំពោះវ័ននេះបាទបន្ទាប់ពីយើងបានបំពេញតាម
ពេញ form នៅតាមដែលខាងធនាគារគេកំណត់ឲ្យយើងហើយយើងមកពេលយើងគ្រាន់តែចុចនេះគេដាក់យើងគ្រាន់តែ select នេះទៅនេះគេដាក់ I accept and agree to the មានន័យថាលក្ខខណ្ឌជ្រើសរើសបងគ្រាន់តែហើយបងគ្រាន់តែ select ហ្នឹងទៅគេឲ្យយើងអាននៅលក្ខខណ្ឌរបស់គេដែលគេយើងពេលដែលយើងស្នើអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងបំពេញ form តាមលក្ខខណ្ឌហើយក៏យើងគ្រាន់តែពាក្យថាស្នើសុំឲ្យលើទៅវានឹងបានជោគជ័យហើយបងប្អូនណាហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនណាសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយទៅហើយបងប្អូនជួយដាក់សញ្ញាកណ្ដឹងផងបាទដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទហ្នឹងហើយសូមអរគុណសូមជម្រាបលាបាទ